សូមមេត្តាយកចិត្តទុកដាក់មិញតាមទីទាំងមិញខ្ញុំកលេចមើលមកឆ្លាច់ទាំងធនធានទឹកអវត្តជនបទសាធារណការទាំងអស់សូមមេត្តាយកចិត្តទុកដាក់ផែនការប្រចាំឆ្នាំត្រូវរៀបចំផ្លូវអត្តភាពបងធ្វើឲ្យផ្លូវតែធ្វើផ្លូវណាដែលជាផ្លូវយុទ្ធសាស្ត្រសម្រាប់យើងខ្ញុំចង់ដាក់ជាយុទ្ធសាស្ត្រអញ្ចេះគ្រប់ទីប្រជុំជនស្រុកទាំងអស់ការធ្វើដំណើរក្នុងរង្វង់25នាទីរវាងស្រុកយើងនីមួយបើបងធ្វើប៉ុណ្ណេះបានកពតប្រហែលជាធួចឹងឧទាហរណ៍ថាពីកំពង់ត្រាចទៅកែបយើងដាក់ថា25минутឬមួយឈូកទៅជុំគិរីអាហ្នឹងយើងត្រូវធានាអញ្ចឹងឬមួយក្នុងដងទុំស្រុកដែលនៅខាងក្នុងអញ្ចឹងដងទុំមកចេញមកក្រៅរង្វង់ប្រហែលនាទីហ្នឹងបាទហើយចាំរួចចប់ពីអាផ្លូវធំហ្នឹងយើងពីឃុំទីប្រជុំជនឃុំមកទីប្រជុំជនស្រុកឲ្យក្នុងរង្វង់20минутអញ្ចឹងផ្លូវតម្រាយផ្លូវរបស់យើងនេះសំខាន់តម្រាយនិងទំហំផ្លូវប្រហែលជាអត់មានពីណាគិតហ្នឹងឯងខ្ញុំថាពួកយើងសុំទោសមែនពួកយើងខ្ញុំថាយើងគួរគិតណាដាក់ហ្នឹងជាចំណុចយុទ្ធសាស្ត្រហ្មងរៀងរាល់ទីប្រជុំជនទាំងអស់គ្រប់ទីប្រជុំជនការធ្វើដំណើរគឺក្នុងរង្វង់20минутព្រោះរៀបចំក្រុមរាល់ថ្ងៃនេះយើងធ្វើអត់បានទេឥឡូវមន្ទីរពេទ្យសាលារៀនវាមានរដ្ឋាភិបាលអីទាំងអស់គួរតែរង្វង់20минутអានេះនៅក្នុងក្រុងព្រោះវាស្ទះអញ្ចឹងផែនការប្រវត្តិរបស់យើងប្រចាំឆ្នាំនិងផែនការរំកិល3ឆ្នាំអញ្ចឹងសូមផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើងផ្លូវខ្ញុំធ្លាប់បានលើកជាមួយបងនៅទីនេះថាទឹកខ្ញុំចាត់ទុកថាជាបញ្ហាយុទ្ធសាស្ត្រមួយរបស់យើងហើយខ្ញុំក៏បានមិនធ្វើការរឿងនេះឲ្យមិនចោលទេគឺជាមួយទាំងបងអភិបាលទាំងជាមួយនឹងអេដាមហែមឌីយើងនឹងត្រូវដោះស្រាយតែប្រហែលជាត្រូវដោះស្រាយជាកញ្ចប់มันអាចតែកពតទេគឺសម្រាប់កែបពងសោមតកៅពងស្ពឺតែម្ដងបាទបងក៏ដឹងខ្ញុំក៏ដឹងរេសវ័តទឹកស្អាតសម្រាប់ខេត្តរបស់យើងសម្រាប់តំបន់របស់យើងនេះអត់ច្រើនទេអត់ច្រើនបានសេចក្តីថាมันមានចំនួនច្រើនហើយរាក់ទៀតអញ្ចឹងអាសមត្ថភាពស្តុកទឹកហ្នឹងគឺអត់ច្រើនទេបាទអញ្ចឹងហើយដែលយើងត្រូវថែរក្សានឹងរបស់យើងត្រូវស្ដារទាំងអស់ហ្នឹងហើយអាហ្នឹងក៏ប្រហែលជាយើងត្រូវឲ្យមានការយល់ដឹងពីប្រជាជនយើងទាំងអស់ហ្នឹងទាំងអស់គ្នាហ្នឹងបាទខ្ញុំទៅមុខទៀតចង់ឃើញខេត្តរបស់យើងនេះប្រជាជនយើងឡើងពឹងផ្អែកលើស្រះទឹកសម្រាប់បរិភោគតែពឹងផ្អែកលើស្រះទឹកសម្រាប់តែវិស័យកសិកម្មស្រោចស្រពតែប៉ុណ្ណោះយើងគួរថាសម័យនេះហើយប្រជាជនយើងគួរមានទឹកស្អាតហូបពីក្បាលរមណីជាជាងដងទឹកស្រះទឹកដងក៏គួរកុំដែរព្រោះมันប្រកាសថាដងហ្នឹងវាទឹកមកថ្លាហ្នឹងស្អាតទេថ្លាហ្នឹងអាចចង្កាល់ដែកច្រើនសារធាតុដែកបាទដែកប្រភេទធ្ងន់ទៀតអញ្ចឹងផែនការអភិវឌ្ឍឆ្នាំរបស់យើងប្រចាំឆ្នាំរបស់យើងនឹង3ឆ្នាំអង្គលខ្ញុំសូមមេត្តាយកចិត្តទុកដាក់ឲ្យធ្វើការរួមជាមួយគ្នាដូចខ្ញុំថាអញ្ចឹងត្រូវកំណត់អត្ថភាពផ្លូវហើយទំហំទាំងតម្រាយផ្លូវទឹកក៏ដូចគ្នាភ្លើងក៏ដូចគ្នា